ហើយអ្វីដែលរឹតតែគួរចាប់អារម្មណ៍ហ្នឹងគឺភ្លើងហ្នឹងដូចជាយល់ពីការគិតរបស់យើងពីព្រោះឲ្យនៅពេលដែលខ្ញុំឃើញភ្លើងនឹងភ្លាមភ្នែកខ្ញុំអត់ងាករេតនាទេហើយក៏អត់ព្រេចភ្នែកដែរគឺគ្រាន់តែថានៅក្នុងចិត្តហ្នឹងបាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំសូមជម្រាបថាចាប់ពីវីដេអូបន្ទាប់ទៅនៅក្នុង page ទាំង Facebook ហើយនិង Channel YouTube ក៏ដូចជា account TikTok ខ្ញុំនឹងបដូរទៅផលិតមាតិកាដែលផ្សព្វផ្សាយពីទេសចរស្រុកខ្មែរជាភាសាអង់គ្លេសបាទតែមុននឹងផ្សព្វផ្សាយជាភាសាអង់គ្លេសនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកនៅហេតុការណ៍ចម្លែកមួយដែលខ្ញុំបានជួបដោយផ្ទាល់ហេតុការណ៍នេះកើតឡើងយូរហើយគឺកើតឡើងតាំងពីឆ្នាំ2005បាទប៉ុន្តែខ្ញុំមិនដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមទេធ្លាប់និយាយប្រាប់មិត្តភ័ក្តិខ្លះប៉ុន្តែគ្រាន់តែនិយាយប្រាប់ផ្ទាល់មាត់បាទនៅក្នុងរាត្រីមួយនោះខ្ញុំបានចេញក្រៅផ្ទះនៅប្រមាណជាម៉ោង3រំលងអធ្រាត្រខណៈពេលដែលខ្ញុំកំពុងអង្គុយស្រាប់តែមានពន្លឺភ្លើងចាំងផ្លេកនៅលើដំណាក់ទឹកសន្សើមដែលដាក់នៅលើជាងដងបាទនៅពេលនោះខ្ញុំក៏អន់ក្នុងចិត្តថាកំពុងតែខ្លាចផងបានខែភ្លឺអញ្ចឹងទៅខ្លាចតាមពិតរាត្រីហ្នឹងគឺរាត្រីខែដាច់អត់មានលោកខែទេអញ្ចឹងខ្ញុំក៏ភ្ញាក់ខ្លួនថាតើពន្លឺនេះមកពីណាហើយរំពេចនោះខ្ញុំក៏បានបែរទៅខាងក្រោយស្រាប់តែឃើញមានដុំពន្លឺមួយកម្ពស់ប្រមាណជា100ម៉ែត្រផុតពីដីហើយគឺពន្លឺនឹងឯងដែលចាំងមកលើដំណក់ទឹកសន្សើមដែលដក់នៅលើស្លឹកដូងបាទហើយអ្វីដែលរឹតតែគួរចាប់អារម្មណ៍ហ្នឹងគឺភ្លើងហ្នឹងដូចជាយល់ពីការគិតរបស់យើងពីព្រោះឲ្យនៅពេលដែលខ្ញុំឃើញភ្លើងនឹងភ្លាមភ្នែកខ្ញុំអត់ងាករេតនាទេហើយក៏អត់ព្រេចភ្នែកដែរគឺគ្រាន់តែថានៅក្នុងចិត្តហ្នឹងអឺយើងអត់បានផ្ដោតទៅលើភ្លើងហ្នឹងទេយើងសិញ្ជឹងគិតក្នុងចិត្តថាតើភ្លើងហ្នឹងឲ្យមកពីណាហើយជាភ្លើងអ្វីពេលដែលយើងកំពុងតែរវល់គិតប៉ុណ្ណឹងភ្លើងហ្នឹងក៏បានថយពន្លឺបន្តិចម្ដងបន្តិចម្ដងវាដូចជាភ្លើងហ្នឹងដកថយទៅវិញយ៉ាងលឿនស្លេវដែលស្របជាមួយនឹងខ្សែភ្នែកយើងគ្រាន់តែរយៈពេលប្រមាណជា5-6វិនាទីហ្នឹងភ្លើងហ្នឹងក៏បានថយទៅយ៉ាងខ្ពស់លឿនស្លេវរហូតដល់កម្ពស់ស្មើផ្កាយបាទអញ្ចឹងតាមការគិតរបស់ខ្ញុំភ្លើងហ្នឹងអាចជាភ្លើងដែលចេញពីយានរបស់មនុស្សក្រៅភពប៉ុន្តែខ្ញុំអត់បានឃើញរូបរាងមនុស្សក្រៅភពយ៉ាងម៉េចទេហើយក៏មិនបានឃើញថាយាននោះរាងយ៉ាងម៉េចដែរគឺគ្រាន់តែឃើញភ្លើងដោយយោងទៅលើលបឿនភ្លើងហ្នឹងលក្ខណៈមកឆ្លូបយកការមិនចង់ឲ្យដឹងទេពីព្រោះហើយទល់តែខ្ញុំបែរទៅខាងក្រោយអញ្ចឹងបានខ្ញុំឃើញហើយកម្ពស់ដែលយើងឃើញប្រមាណតែត្រឹម100ម៉ែត្រហ្នឹងប្រមាណជា6វិនាទីភ្លើងហ្នឹងក៏បានដូរកម្ពស់វាចាប់ពីប្រហែលជាកម្ពស់100ម៉ែត្ររហូតដល់កម្ពស់ស្មើផ្កាយយ៉ាងខ្ពស់គ្រលួចបាទលក្ខណៈត្រង់ហ្នឹងឯងដែលខ្ញុំសង្ស័យថាវាជាយានរបស់មនុស្សក្រៅភពបាទនេះជាហេតុការណ៍ដ៏ចម្លែកដែលខ្ញុំបានជួបប្រទះកាលពីឆ្នាំ2005ជួបក្នុងពេលដែលខ្ញុំកំពុងអង្គុយនៅម៉ោង3រំលងអធ្រាត្រគឺឃើញផ្ទាល់នឹងភ្នែកជាក់ស្ដែងមិនមែនឃើញនៅក្នុងពេលយល់សប្តិឬឃើញនៅក្នុងពេលភ្លឹកអីនោះទេបាទគឺឃើញជាក់ស្ដែងផ្ទាល់នឹងភ្នែកបាទហើយដើម្បីបញ្ជាក់ប្រាប់ពុកម៉ែបងប្អូនថាអ្វីដែលខ្ញុំប្រាប់នេះមិនកុហកមិនភូតភរខ្ញុំមានព្រះពោធិសត្វអវត្តលោកេសូនៅទីនេះធ្វើជាបន្ទាល់បាទប្រសិនបើអ្វីដែលខ្ញុំនិយាយប្រាប់ពុកម៉ែបងប្អូននឹងជាការកុហកភូតភរសូមឲ្យព្រះពោធិសត្វអវត្តលោកេសូឲ្យដាក់ទោសទៅតាមកំហុសដែលខ្ញុំបានសាងទៅតាមកំហុសដែលខ្ញុំបានកុហកប៉ុន្តែប្រសិនបើអ្វីដែលខ្ញុំបាននិយាយនេះជាការពិតប្រាប់ពុកម៉ែបងប្អូនសូមឲ្យព្រះពោធិសត្វអវត្តលោកេសូនឹងឲ្យពរដល់ខ្ញុំឲ្យខ្ញុំរួចផុតចាកពីទុក្ខបាទហើយបាទជាចុងក្រោយនេះខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាពីការចែករំលែកហេតុការណ៍ដែលខ្ញុំជួបដោយផ្ទាល់ភ្នែកឲ្យប្រាប់ពុកម៉ែបងប្អូនហើយសូមបញ្ជាក់ថាចាប់ពីវីដេអូក្រោយវីដេអូបន្ទាប់ទៅ
វីដេអូទាំងអស់នឹងពន្យល់បកស្រាយជាភាសាអង់គ្លេសហើយគោលបំណងដែលខ្ញុំបដូរនេះគឺដើម្បីជួយផ្សព្វផ្សាយវិស័យទេសចរខ្មែរយើងឲ្យបានកាន់តែទូលំទូលាយទៅកាន់ឲ្យពិភពខាងក្រៅ